ហើយខ្ញុំមានអន្តរជាតិបានងើបឡើងមកវិញបន្តិចនៅក្នុងព្រឹកថ្ងៃពុធនេះបន្ទាប់ពីមានការធ្លាក់ចុះខ្លាំងកាលពីម្សិលមិញបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃពុធទី29ខែមេសាឆ្នាំ2026យើងឃើញថាតម្លៃហាងឆេងមាសកាលពីថ្ងៃអង្គារម្សិលមិញនេះគឺមានការធ្លាក់ចុះខាងក្រោមខ្លាំងហើយការធ្លាក់ចុះនេះគឺវារងសម្ពាធពីការស្ទុះងើបឡើងនៃប្រាក់ដុល្លារបាទដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ាដែលជាក្តីបារម្ភសម្រាប់ធនាគារកណ្ដាលក្នុងការរក្សាអត្រាការប្រាក់ខ្ពស់រយៈពេលយូរក៏ដូចជាអាចនឹងឈានដល់ការតម្លើងអត្រាការប្រាក់ចឹងមាសគឺរងសម្ពាធខ្លាំងកាលពីម្សិលមិញបងប្អូនប៉ុន្តែក៏មានការងើបឡើងមកវិញផងដែរនៅពេលយប់ក្នុងទីផ្សារអាមេរិកបន្ទាប់ពីប្រទេសអារ៉ាប់រួមបានដកខ្លួនចេញពីអង្គការ OPEC ក៏ដូចជា OPEC Plus អញ្ចឹងយើងមកមើលក្នុងថ្ងៃនេះទាំងអស់គ្នាបងប្អូនចង់ដឹងថាតើមាសនឹងមានបម្រែបម្រួលបែបណាបន្តអាចនឹងមានការធ្លាក់ចុះទៅខាងក្រោមខ្លាំងបន្ថែមទៀតឬក៏អាចនឹងមានការងើបឡើងទៅវិញហើយតម្លៃណាខ្លះដែលជា key សំខាន់ដែលយើងអាចធ្វើការជួញដូរបានអញ្ចឹងយើងចាប់ផ្ដើមមើលពី time frame រយៈពេល4ម៉ោងទៅបងប្អូន time frame រយៈពេល4ម៉ោងផងមាសយើងឃើញថាមាសបច្ចុប្បន្ននេះគឺវាស្ថិតនៅក្នុងទំនោរធ្លាក់ចុះបាទហើយអត់ទាន់មានសញ្ញាណាមួយបង្ហាញពីការងើបឡើងទៅវិញទេបាទអញ្ចឹងបច្ចុប្បន្ននេះបើសិនជាយើងនិយាយពីការជួញដូរណាការជួញដូរសម្រាប់ការទិញគឺយើងរៀងមានហានិភ័យជាងការលក់ចោះដោយសារវាស្ថិតនៅក្នុងទំនោរធ្លាក់បាទយើងចូលទៅមើល time frame រយៈពេល1ម៉ោងទាំងអស់គ្នាបាទសម្រាប់ time frame រយៈពេល1ម៉ោងដូចគ្នាបងប្អូន time frame រយៈពេល1ម៉ោងគឺយើងឃើញថាមាសគឺស្ថិតនៅក្នុងទំនោរធ្លាក់ចុះដដែលប៉ុន្តែបច្ចុប្បន្ននេះយើងឃើញថាវាកំពុងតែ sideways នៅក្នុងតំបន់ខាងក្រោមនេះបាទកំពុងតែ sideways មានន័យថាចាប់ផ្ដើមមានកម្លាំងទិញខ្លះមកទប់ការធ្លាក់ចុះណាបាទអញ្ចឹងការ sideways នេះវាអាចនឹងចេញជាទម្រង់ពីរទី1វាបើសិនជាបំបែកតំបន់ sideways ហ្នឹងបាទវានឹងបង្កើតទិសដៅថ្មីឯងបើសិនជាបំបែកទៅលើទិសដៅវាទៅលើហើយបើសិនជាវាបំបែកចុះមកខាងក្រោមទិសដៅវាគឺទៅខាងក្រោមបន្តឲ្យបង្កើតកម្រិតទាបថ្មីឯងបាទអញ្ចឹងសម្រាប់កម្រិតខ្ពស់របស់មាសគឺនៅក្នុងថ្ងៃនេះសម្រាប់កម្រិតខ្ពស់ទី1ក្នុងតំបន់នេះបងប្អូនដូចជាយប់មិញនេះខ្ញុំបានជម្រាបជូនបងប្អូនដែរចន្លោះពី4630ទៅ4640ដុល្លារបាទក្នុងមួយអោនសម្រាប់តូចបន្តិចបាទយើងសួរមើលហើយតំបន់ខ្ពស់ទី2នៅខាងលើនេះបាទ4700ដុល្លារក្នុងមួយអោន4690ទៅ4700ដុល្លារក្នុងមួយអោនបាទអញ្ចឹងមាសបើសិនជាឡើងណាបងប្អូនចង់ដឹងថាវាឡើងខ្លាំងទៅវិញអាចនឹងបដូរទំនោរទៅវិញបានណាលុះត្រាតែបំបែកនៅកម្រិតខ្ពស់ទី2នេះបានបង្ហាញពីការផ្លាស់ប្ដូរទំនោរទៅជាទំនោរឡើងទៅវិញបាទហើយមានឱកាសឡើងខ្លាំងមកវិញប៉ុន្តែបើសិនជាក្នុងករណីឡើងមកបាទបុកអត់ដាច់ទី1ឬក៏ឡើងទៅដល់កម្រិតខ្ពស់ទី2បុកអត់ដាច់ទេមាសនៅមានឱកាសធ្លាក់ចុះអញ្ចឹងនេះខ្ញុំបញ្ជាក់ជូនបងប្អូនណាហើយអាហ្នឹងគឺជាកម្រិតខ្ពស់របស់វាបាទសម្រាប់កម្រិតទាបរបស់វាគឺបាទក្នុងថ្ងៃនេះបើសិនជាយើងមើលប្រចាំថ្ងៃណាកម្រិតទាបរបស់វាគឺកម្រិតទាបកាលពីម្សិលមិញនេះឯងក្នុងតំបន់4550ដុល្លារក្នុងមួយអោនទៅ4560សម្រាប់កម្រិតទាបទី2ក្នុងករណីបើវាបំបែកកម្រិតនឹងមកយើងឃើញកម្រិតទាបបន្តវានៅកម្រិត4500 4490ទៅ4500ដុល្លារក្នុងមួយអោននេះបាទក្នុងក្រោមនេះអានឹងគឺជាកម្រិតទាបទី2អញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញពីកម្រិតទាប2កម្រិតនេះហើយចាំយប់ខ្ញុំឡាយមើលបន្ថែមបើសិនជាវាបំបែកពីកម្រិតហ្នឹងចាំយើងមើលតម្លៃថ្មីបាទអញ្ចឹងសម្រាប់មាសបច្ចុប្បន្ននេះយើងរងចាំតម្លៃល្អបងប្អូនគួររងចាំឲ្យវាឡើងត្រកម្រិតខ្ពស់ខាងលើនេះធៀបលក់ចោះមកវិញបាទមានសញ្ញាលក់ចោះចាំយើងលក់ចោះមកខាងក្រោមមកហើយបើសិនជាធ្លាក់មកដល់ខាងក្រោមនេះចាំយើងធៀបទិញឡើងបាទអញ្ចឹងយើងអាចជួញដូរក្នុងចន្លោះហ្នឹងក្នុងករណីបើវាបំបែកចាំយើងរកមើលកម្រិតបន្ទាប់អីយ៉ាងទៅធៀបទិញពីខាងក្រោមនេះឬក៏បើសិនជាបំបែកទៅលើយើងធៀមចាំលក់ពីកម្រិតនេះមកបន្តហើយឥឡូវយើងមកមើលក្នុងព្រឹកនេះវិញព្រឹកនេះខ្ញុំចង់ឲ្យតម្លៃបងប្អូនដែរដោយសារតែមាសនៅក្នុងទីផ្សារអាស៊ីនេះខ្ញុំមើលឃើញថាអត់តន់អាចនឹងបង្កើតជាបាទទិសដៅណាមួយច្បាស់លាស់ទេបងប្អូនអាចជួញដូរបាននៅក្នុងចន្លោះតម្លៃឥឡូវយើងមើល15នាទីចន្លោះតម្លៃដែលយើងអាចជួញដូរបាននេះគឺចន្លោះពី4575នេះទៅ4610នេះបាទអញ្ចឹងកម្រិតទាបរបស់វាគឺនៅខាងក្រោមនេះហើយកម្រិតខ្ពស់គឺនៅខាងលើនេះបាទ
ចឹងមាសបើសិនជាឡើងមកលើហ្នឹងណាឡើងមកដល់ខាងលើហ្នឹងគឺយើងរកកន្លែងលក់ចោះបានបាទរកកន្លែងលក់ចោះបានធ្លាក់ចុះមកខាងក្រោមនេះយើងធៀមទិញចឹងយើងអាចធ្វើការទិញលក់ក្នុងចន្លោះហ្នឹងបានបងប្អូនទិញលក់ក្នុងចន្លោះហ្នឹងបាន stop loss យើងដាក់នៅលើកម្រិតខ្ពស់បន្តិចហើយនឹងកម្រិតក្រោមនឹងបន្តិចមកបាទចឹងក្នុងព្រឹកហ្នឹងគឺយើងអាចធ្វើការទិញលក់ក្នុងចន្លោះហ្នឹងបានក្នុងករណីបើសិនជាវាបំបែកឧទាហរណ៍បំបែកទៅលើបាទបំបែកទៅលើចាំយើងរកមើលកន្លែងទិញតទៅបាទបំបែកទៅលើទៅ4640 4640វាខ្ពស់ដែរណាយើងអាចធ្វើការទិញបានឬក៏ចាំឲ្យវាឡើងដល់លើត្រៀមចាំលក់ចោះក៏បានដែរបាទអញ្ចឹងយើងអាចធ្វើការជួញដូរចន្លោះហ្នឹងឥឡូវត្រង់នេះខ្ញុំដាក់តម្លៃជូនបងប្អូនទៅអញ្ចឹងយើងប្រើ stop loss flash នៅលើហ្នឹងតិចមកហើយតំបន់ទិញក្នុងព្រឹកនេះគឺនេះ4575ទៅ4580តំបន់ទិញនៅក្នុងតំបន់ហ្នឹងចន្លោះហ្នឹងណាអាចធ្វើការទិញលក់ក្នុងចន្លោះហ្នឹងទៅទីផ្សារស៊ីបាទអូខេអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះមានប៉ុណ្ណឹងបាទសម្រាប់ព័ត៌មានបន្ថែមខ្ញុំនឹងអាប់ដេតទៅក្នុងក្រុមជាពិសេសតម្លៃត្រូវចេញចូលអីខ្ញុំអាប់ដេតបន្ថែមជូនបងប្អូននៅក្នុងក្រុមរបស់យើងបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ